ខ្ញុំដាក់គោលដៅមកវាយ73ហ្មង73គោលដៅខ្ញុំតែចាំមើលវាសាច់ខ្ញុំវាអាចធ្លាក់មកបានអត់ដល់ហ្វាយខ្ញុំឆ្អឹងធំគ្រូគាត់ថាខ្ញុំឆ្អឹងធំចឹងវាអាចថាធ្វើមកបានអត់ចាំមើលជាក់ស្ដែងបងប្អូនអ្នកលេងកណ្ដាប់ដៃបេតុងធន់រទ្ធីមួយរយៈចុងក្រោយនេះធ្វើមិនសូវបានល្អទេបងប្អូនពលគឺឡើងទៅមិនដែលបានជាប់ទឹកនឹងគេទេបងប្អូនកត្តាទាំងនេះហើយបានធ្វើឲ្យធន់រទ្ធីคล้ายតែជាផ្ទាំងស៊ីបរបស់មហាជនដែលពួកគេបានរិះគន់ដូចទឹកបាក់ទំនប់មកលើធន់រទ្ធីដោយចាត់ទុកធន់រទ្ធីឥឡូវមិនដូចជាធន់រទ្ធីពីមុនធន់រទ្ធីមិនស័ក្តិសមទៅជាកីឡាករលំដាប់ក្នុងប្រភេទគីឡូនេះក៏មានចំណែកឯអ្នកខ្លះទៀតបានដាក់រហស្សនាមថ្មីឲ្យធន់រទ្ធីថាជាកីឡាករមិនគ្រប់ទឹកក៏មានដែរដោយសារតែធន់រទ្ធីឡើងទៅមិនដែលបានចាប់ទឹកនឹងគេទេបងប្អូនយ៉ាងណាមិញការរិះគន់ជាន់ប្រលិចបែបនេះធន់រទ្ធីមិនបានឆ្លើយតបទៅកាន់អ្នករិះគន់ទេបងប្អូនដោយរូបគេកំពុងតែសម្រុកវឹកហាត់ខ្លាំងជាក់ស្ដែងដោយវីដេអូដែលទស្សនិកជនកំពុងតែបានទស្សនានេះធន់រទ្ធីកំពុងតែជួលគ្រូជំនាញមកបង្ហាត់ផ្ទាល់ដើម្បីបង្រឹងសាច់ដុំនិងបញ្ចុះគីឡូឲ្យស្រាលជាងនេះបន្តិចបងប្អូនធន់រទ្ធីធ្លាប់បានបញ្ជាក់ដែរបងប្អូនថាការប្រកួតគីឡូ80នេះគឺរូបគេពិបាកក្នុងការប្រកួតមែនទែនគឺមិនរហ័សរហួនដោយការ2គីឡូស្រាលធន់រទ្ធីបានដាក់គោលដៅថាគីឡូដែលខ្លួនចង់បានហ្នឹងគឺត្រឹម70ទៅ73គីឡូក្រាមប្រសិនបើធន់រទ្ធីបដិញ្ញាធ្វើបានត្រឹមគីឡូ73បែបនេះដៃគូធន់រទ្ធីអាចនឹងពិបាករកហើយបងប្អូនតោះបងប្អូនទៅស្ដាប់ការលើកឡើងរបស់ធន់រទ្ធីទាំងអស់គ្នាខ្ញុំដាក់គោលដៅមកវាយ73ហ្មង73គោលដៅខ្ញុំតែចាំមើលវាសាច់ខ្ញុំវាអាចធ្លាក់មកបានអត់ដល់ហ្វាយខ្ញុំឆ្អឹងធំគ្រូគាត់ថាខ្ញុំឆ្អឹងធំចឹងវាអាចថាធ្វើមកបានអត់ចាំមើលជាក់ស្ដែងគាត់ថាបើមិនជាអាចថា76 75 76វាអាចថានឹងធ្វើបានដល់ហ្វាយឆ្អឹងខ្ញុំវាធំពេកឆ្អឹងខ្ញុំវាធំពេកចឹងរឿងពិបាកចុះមកខ្លាំងចាតែខ្ញុំនឹងព្យាយាមចុះលុបខ្លួនឯងលុបដងខ្លួនឯងគីឡូហ្វេនខ្ញុំអាចហូបឆ្អែតទេអាច81ជាង782ហ្មងហ្នឹងតែឥឡូវបងគាត់ឲ្យថាហូបហ្វិនដល់ហូបយកម្លាំងហ្វិនចាំទៅទៀតចាំធ្វើតាមគាត់ឲ្យថាចុះគីឡូតែរ៉េហ្វាហ្វាច់ឲ្យវាមានមើលឃើញថាមើលទៅឃើញអែមហ្នឹងហើយមូលហេតុដែលខ្ញុំចង់ហាន់គាត់ខ្ញុំចង់បរងកាយខ្ញុំគេខ្ញុំឲ្យទៅមុំដូចមុនហើយនឹងដាក់ស្មារតីវិយុទ្ធខ្ញុំមកវិញមកឲ្យវាទៅមុំឡើងវិញយ៉ាងមកខ្ញុំមានអារម្មណ៍ថាស្មារតីខ្ញុំវាឃ្លៀងឃ្លោងហើយវាថាយើងអត់នឹងថឹងស្មារតីវាឡើងវិញម្ដងអញ្ចឹងខ្ញុំចង់ឲ្យរៀង fit ឡើងវិញសូមបញ្ជាក់ថាធន់រទ្ធីគឺជាកីឡាករលំដាប់របស់កម្ពុជាក្នុងប្រភេទទម្ងន់75គីឡូក្រាមរាល់ការប្រកួតរបស់ខ្លួនម្ដងមិនដែលធ្វើឲ្យអ្នកគាំទ្រខកបំណងទេដែលសារតែធន់រទ្ធីគឺជាកីឡាករមួយរូបដែលចិត្តសឿងវាយមិនងាយថយរូបគេបានច្បាមប្រជាប្រិយភាពយ៉ាងខ្លាំងនៅប្រមាណឆ្នាំចុងក្រោយនេះតែមួយរយៈចុងក្រោយនេះធន់រទ្ធីហាក់មិនសូវធ្វើបានល្អទេដែលកត្តានេះហើយបានធ្វើឲ្យធន់រទ្ធីคล้ายទៅជាផ្ទាំងស៊ីបរបស់មហាជន